ពេលនេះរដូវប្រាំងមែនប៉ុន្តែកន្លែងគាត់ហ្នឹងម៉ារ៉ាណែតគឺអត់ខ្វះទឹកស្រោចស្រពដំណាំទេខ្វះទឹកមិនរ៉េណូបើមាត់ត្រែកនៅចិត្តហ្នឹងហើយម៉ាស៊ីនរបស់គាត់បូមឡើងពី3ដំណាក់កាលឯហ្នឹងហើយចុះម៉ារ៉ាណែតបានយល់អីខ្លះដែរតាក់ទងជាមួយនឹងដំណាំត្រេនហ្នឹងបើនិយាយពីដំណាំត្រេនមានច្រើនប្រភេទដោយការយើងទៅស្រុកមេមត់ត្បូងឃ្មុំហ្នឹងមានច្រើនពូជទៀតមានតាំងរី6មានតាំងមូសាំងឃីងហើយត្រេននៅក្នុងស្រុកយើងហ្នឹងមានតាំងម៉ាន់ថងឪខាក់នៅមួយទៀតម៉ារ៉ាណែតនៅត្រេនដូនតាឆ្ងាញ់ណាស់ហើយនិយាយពីរសជាតិត្រេនវិញគឺឆ្ងាញ់តាមបែបផ្សេងគ្នាតាមតំបន់ផ្សេងដូចជានៅខាងប៉ៃលិនបាត់ដំបងសំឡូតហ្នឹងរសជាតិបែបមួយយ៉ាងទៅនៅខាងកំពង់ចាមបែបមលូងនេះមួយយ៉ាងទៀតទៅហើយមេមត់ត្បូងឃ្មុំនេះរសជាតិមួយយ៉ាងទៀតទៅហើយដល់ពេលនៅខាងកពតនេះក៏រសជាតិប្លែកមួយយ៉ាងទៀតដែរគិតទៅត្រេនជាដំណាំដែលត្រូវការទឹកច្រើនណាស់រ៉េណូត្រូវហើយត្រេនគឺជាដំណាំមួយដែលពិបាកថែទាំហើយចាំបាច់បំផុតនោះគឺត្រូវការទឹកច្រើនទៀតក្នុងមួយអាទិត្យយ៉ាងតិចក៏ឲ្យទឹកវា2ដងដែរហើយដើមនេះឃើញទេទោះបីជាវាមានក្តឹបមានផ្លែខ្លះទុំមកដោយតែគាត់នៅតែផ្ដល់ទឹកដែរហើយឲ្យទឹកប៉ុណ្្នឹងឯណានៅមានផ្លែជ្រូកទៀតស្ដាយអូអញ្ចឹងដាំត្រេនពិបាកដែរហ្នឹងណាបើសិនយើងដាំត្រេនខែប្រាំងក្តៅខ្លាំងហើយយកមានទឹកទៀតអាចធ្វើឲ្យងាប់ដើមហើយវិញទៀតបើសិនជាមានផ្លែអាចជ្រូកក្តឹបហើយបើផ្លែធំវិញអាចប្រេះវាខូចអត់ល្អទេហ្នឹងដោយសារតែក្នុងតំបន់គាត់សម្បូរប្រភពទឹកហើយជាបើសិនជាកសិករខ្លះនៅក្នុងតំបន់ដែលអត់មានប្រភពទឹកវិញគិតមិនទៅបើសិនជាតំបន់គាត់អត់មានប្រភពទឹកគាត់ផ្លាស់ប្ដូរទៅគុំដាំត្រេនទៅអញ្ចឹងគាត់ដាំដំណាំណាដែលស័ក្តិសមជាមួយនឹងដីនៅតំបន់ហ្នឹងហើយជាពិសេសដំណាំណាដែលអត់សូវត្រូវការទឹកទៅគាត់អាចដាំនោះបានដែរផឹកនេះកាត់បានប៉ុន្មានគីឡូលោកពូបាទកាត់បាន50-60គីឡូដែរ50-60គីឡូដល់ពេលរដូវត្រេនអញ្ចឹងយើងប្រមូលផលរាល់ថ្ងៃហ្មងឯលោកពូបាទមករាល់ថ្ងៃមួយថ្ងៃយើងមើលអាណាវាអាចល្មមកាត់បានយើងកាត់អាណាល្មមកាត់កាត់មិនតាន់បានយើងទុកស្អែកកាត់តទៀតអូអញ្ចឹងមានតែទុំរាល់ថ្ងៃប្រមូលផលបានរាល់ថ្ងៃបាទយើងកាត់រៀងរាល់ថ្ងៃរហូតដល់ត្រេនយើងអស់ផ្លែចាឈ្ងុយដល់ហើយលោកពូត្រេននេះមិនថងឬក៏ឪខាក់ត្រេននេះឪខាក់បាទត្រេនឪខាក់ហ្នឹងត្រេនដូនតាយើងហ្នឹងមែនលោកពូមិនមែនទេមិនមែនត្រេនដូនតាយើងទេផ្សេងគ្នាអីបាទវាមានពូជរបស់វាផ្សេងអូអញ្ចឹងត្រេនឪខាក់គឺត្រេនឪខាក់ត្រេនដូនតាគឺត្រេនដូនតាបើខ្ញុំវិញលោកពូត្រេននេះមិននៅជាប់នឹងដើមខ្ញុំអាចដឹងតែដល់ពេលកាត់មកអញ្ចឹងពិបាកទូទាយដែរដឹងថាត្រេនអីទេរេណូមកដល់ចការត្រេនអត់មានសំខាន់ឪខាក់ឬក៏អីទេសំខាន់រដូវហ្នឹងគឺរដូវដែលត្រេនទុំហើយដាំដុះនៅលើទឹកដីកពតទៀតត្រេនឆ្ងាញ់ហ្មងដោយសារតែដំណាំត្រេននេះជាដំណាំមួយដែលពេញនិយមសម្រាប់អ្នកនៅខេត្តកពតនេះក៏ដាំដុះហើយដីនៅទីនេះមានជីវជាតិសម្រាប់ដំណាំត្រេនហ្នឹងហ្មងអញ្ចឹងម៉ារ៉ាណែតកលែកមើលឃើញហ៎យើងនៅលើឆ្កេះភ្នំនៅខាងនោះក៏មានត្រេនខាងនេះក៏មានត្រេនខាងក្រោយខ្នងខ្ញុំនេះក៏មានត្រេនដែរសិតតែត្រេនទាំងអស់ហ្មងឃើញកសិករដែលគាត់ដាំដុះត្រេនគាត់មានកបិតយកមកគោះមកចុះរេណូដែលអាចដឹងថាត្រេនហ្នឹងចាស់អាចកាត់បានអីអញ្ចឹងគាត់បាច់យកកបិតគោះក៏បានដែរគាត់រកស្លឹងមើលដឹងថាត្រេនណាចាស់ត្រេនណាទុំអាចកាត់បានហើយណាស់តែយើងវិញត្រេនទោះបីចាស់មិនទុំមិនក៏យើងអត់សូវច្បាស់ដែរទោះធំក្លិនក៏អូបឈ្ងុយបានដឹងថាទុំអាចកាត់បានរេណូអ្នកកពតលួចខ្សឹបប្រាប់ខ្ញុំថាចែកត្រេននៅកពតរូបរាងអត់ស្អាតទេកពិតកពតកពិតកពីវប៉ុន្តែបើរសជាតិវិញឆ្ងាញ់ហ្មងមួយខ្លែបហ្នឹងនេះសិតតែសាច់ត្រូវតែចឹងហើយមើលផ្លែនេះស្រួលពុះហ្នឹងចេញរៀងឲ្យពុះហ្មងរូបមិនសូវបានតែរសជាតិគេឆ្ងាញ់អរណៃមើលដើមត្រេននេះអាចបានថាដើមនេះប្លែកពីគេដើមផ្សេងចាប់ដើមចេញក្តឹបហើយដើមខ្លះទៀតអាចប្រមូលផលផ្លែលក់បានហើយតែដើមនេះទៅចេញផ្កាហ្នឹងអាចបានថាដើមនេះវាធ្ងន់ណាអញ្ចឹងទៅវាផ្កាមកក្រោយគេចាំមើលតិចទៀតនៅពេលដែលគេប្រមូលផលលក់ក៏លក់បានថ្លៃដែរដោយសារតែត្រេនដើមរដូវដើមដៃហ្នឹងលក់បានថ្លៃហើយដល់ពេលចុងរដូវហ្នឹងនៅពេលដែលគេលក់អស់គេអត់មានត្រេននេះត្រេនយើងចេញពីផ្កាខ្លះទៅជាផ្លែយើងលក់បានថ្លៃដូចគ្នាអញ្ចឹងត្រេនដើមដៃក៏លក់បានថ្លៃចុងដៃក៏លក់បានថ្លៃដែរប៉ុន្តែរ៉េណូផ្កាទាំងអស់ហ្នឹងមិនសិតតែកាន់ក្តឹបណាតើតែមានកេសរចម្លងបើដូចនៅខាងមេមត់ត្បូងឃ្មុំគឺគេមានព្រើមបោះសម្រាប់ចម្លងកេសរញីទៅកេសរឈ្មោលអញ្ចឹងណាអូម៉ារ៉ាណែតផ្កាច្រើនហើយមានក្តឹបក៏ច្រើនទេនោះក្តឹបច្រើនរ៉េណូប៉ុន្តែសម្រាប់កសិករជាបច្ចេកទេសទោះបីជាក្តឹបច្រើនក៏ដោយក៏គាត់ត្រូវយកចេញខ្លះដែរត្រូវអត់មិនទុកទាំងអស់ហើយណែត្រូវហើយក្តឹបខ្លះដែលអត់មានរូបរាងស្អាតហ្នឹងគឺគេប្រលេះចោលហើយតែបើក្តឹបណាដែលមានរូបរាងមើលទៅស្អាតមាំល្អសុខភាពល្អគឺគេទុកហើយមួយដែលមានក្តឹបច្រើនអញ្ចឹងក៏គេទុកទាំងអស់ដែរអូតាមពិតប្រភេទត្រេនដើមធ្ងន់គាត់មានច្រើនតាដើមផ្សេងគឺមានផ្លែអស់ហើយតែដើមនេះទៅចេញផ្កាហ្នឹងដើមនេះប្រហែលជា3ទៅ4ខែទៀតបានផលនេះដើមខាងនេះដើមធំហើយផ្លែច្រើនហើយផ្លែធំទៀតមើលមួយផ្លែមិនតិចគីឡូទេនេះម៉ារ៉ាណែតចំណាំត្រេនកពតគឺរូបរាងអញ្ចឹងពណ៌សម្បុរគេមើលទៅយើងសកមកម្ៅអញ្ចឹងណាហើយរូបរាងអត់ស្អាតទេតែឃើញត្រេនដើមទៅដែលរេណូនិយាយថាដើមសាវតែដល់ពេលដើមនេះវិញនេះ
ដើមឡើងបែកមេឃសាខាធំហ្មងហើយផ្លែក៏ច្រើនទៀតបើភ្ញៀវទេសចរគាត់មកគាត់អាចមកទិញផ្លែតរ៉េនដល់ចកាហើយអាចសម្រាកនៅនេះបានទៀតគឺមានម្លប់តឆឹងតឆៃថតរូបលេងតាមចិត្តពេលដែលតរ៉េននៅលើដើមអញ្ចឹងខ្ញុំចាំទាំងរូបរាងពណ៌ស្រវល់របស់គេប៉ុន្តែខ្លាចតែចាំមួយផ្លែដល់ពេលលក់នៅលើទីផ្សារលែងចាំវិញចកាតរ៉េនខាងនេះវិញម្ដងធំដល់ហើយអាយុកាលដឹងជិះប៉ុន្មានឆ្នាំអីទេនេះដំណាំតរ៉េនតាំងពីដើមដុះរហូតប្រមូលផលអាយុកាលយ៉ាងតិចក៏ពី4ឆ្នាំទៅ6ឆ្នាំដែរហើយដល់ទម្រាំនេះតរ៉េនមានទំហំធំដើមដងខ្ពស់ចឹងទៀតណាអាយុមិនតិចទេនេះយ៉ាងតិចក៏20ទៅ30ឆ្នាំដែរបើរីណូអញនិយាយថាដើមតរ៉េននេះមានអាយុកាលពី20ទៅ30ឆ្នាំខ្ញុំជឿអីណែមើលដើមធំនឹងចង់ប៉ុណ្ណាកាគេអីហ្នឹងដើមតូចដើមធំអត់សំខាន់ទេសំខាន់ធ្វើម៉េចយើងថែទាំដិតដល់ទៅបានផ្លែច្រើនហើយនេះដូចដើមនេះថែទាំដិតដល់ខ្លាំងណាស់មិនបានអាយុកាលយូរអញ្ចឹងហើយផ្លែបានច្រើនទៀតសិតតែផ្លែពេញដើមហ្មងមែនតារ៉េណូតរ៉េនដល់ពេលយើងសង្កេតយូរមិនដឹងមានផ្លែច្រើនដូចមួយដើមនេះចឹងនេះផ្លែឡើងដល់លើអូដើមនៅមុខម៉ារ៉ាណែតថាដើមសាវប្រជាជននៅតំបន់នេះហៅដើមសាវវាថាជាដើមថ្មីតែទៅតែរៀនផ្លែមានផ្លែច្រើនអញ្ចឹងហើយដោយសារគាត់ថែទាំបានល្អតរ៉េនណាក្នុងមួយម៉េចមិនថាខាងលើឬក៏ខាងក្រោមទេផ្លែច្រើនហ្មងតរ៉េនមួយដើមផ្លែច្រើនណាដូចដើមនេះចឹងនេះណាឡើងធំមានទាំងតូចទាំងធំហើយនៅជិតដៃខ្ញុំនេះវិញឡើងធំតែនឹងកាត់បាននៅនេះអត់ទាន់ឈ្ងុយហងបើក៏អប់ឈ្ងុយប្រហែលជិតកាត់បានហើយជាពិសេសគឺមើលចដងវានេះទៀត